បាទពុកម៉ែបងប្អូនបាទសូមអធិស្ឋានផងដែរបាទខ្ញុំមិនបានថតពីរុក្ខជាតិផ្ទាល់ទេគ្រាន់តែថតរូបភាពនៅក្នុងសៀវភៅប៉ុណ្ណោះព្រោះខ្ញុំគិតថារុក្ខជាតិមួយប្រភេទនេះពុកម៉ែបងប្អូនយើងលោកស្គាល់ច្បាស់ណាស់នេះជាប្រភេទផ្កាម៉ោង10បាទហើយតាមរយៈរូបភាពនៃផ្កាម៉ោង10នេះខ្ញុំបាទសូមជម្រាបជូនអំពីអត្ថប្រយោជន៍និងការព្យាបាលដូចខាងក្រោមបាទការព្យាបាលដាំផឹកសម្រាប់ដើរខ្យល់រំលាយឈាមក្រមរបួសបោកទង្គិចឈឺបំពង់កបិទពីក្រៅសម្រាប់បិទបោពឹសមុតរលាកភ្លើងតាអកកម្រិតនិងរបៀបប្រើស្រស់15ទៅ30ក្រាមដាំហូបរុក្ខជាតិស្ងួតស្រស់15ទៅ30ក្រាមដាំហូបរុក្ខជាតិស្ងួតអត់យល់ទេណាពុកម៉ែបងប្អូនអាចស្វែងយល់ដោយខ្លួនឯងបានហាមចំពោះស្ត្រីមានផ្ទៃពោះអញ្ចឹងបានន័យថាស្ត្រីមានផ្ទៃពោះបាទសូមកុំយករុក្ខជាតិផ្កាម៉ោង10នេះមកធ្វើជាឱសថឲ្យសោះរូបមន្តព្យាបាលបុកខ្ទាំក្នុងយកដើមផ្កា30ក្រាមបុកលាយជាមួយស្រាផឹកកាក់យកមកបិទមុតកំបិតយកដើមផ្កាបុកបិទពីលើក្មេងកើតបោខ្នោបុកលាយស្ករត្នោតបិទពីលើបាទអញ្ចឹងយើងមានការសង្ស័យតែមួយឃ្លានេះប៉ុណ្ណោះណាពុកម៉ែបងប្អូនណាបាទស្រស់15ទៅ30ក្រាមដាំហូបរុក្ខជាតិស្ងួតអញ្ចឹងវារៀងឆ្កងណាបាទប៉ុន្តែពុកម៉ែបងប្អូនបាទស្វែងយល់តាមដែលខ្ញុំអានបញ្ជាក់ជូននឹងចោះបាទខ្ញុំក៏អត់យល់ដែរណាបាទអញ្ចឹងយើងអាចលុបអានេះចេញហ្មងបាទឬក៏ស្ងួតយើងដាក់ត្រឹមតែ10ទៅ15ក្រាមបាទស្ងួត10ទៅ15ក្រាមក៏បានដែរដាំហូបបាទព្រោះអីស្រស់គេដាក់15ទៅ30ក្រាមបាទអញ្ចឹងស្ងួតយើងដាក់10ទៅ15ក្រាមក៏បានដែរណាពុកម៉ែបងប្អូនណាហើយសូមបញ្ជាក់ម្ដងទៀតហាមចំពោះស្ត្រីមានផ្ទៃពោះបាទអញ្ចឹងបើបងប្អូនកូនក្មួយណាស្រីបាទគាត់មានផ្ទៃពោះសូមកុំណាយកផ្កាម៉ោង10នេះធ្វើជាឱសថឲ្យសោះបាទគេមិនបានបញ្ជាក់អំពីផលប៉ះពាល់អីទេគ្រាន់តែហាមណាអញ្ចឹងអរគុណផងដែរចំពោះពុកម៉ែបងប្អូនយើងទាំងអស់សូមអនុញ្ញាតជូនពរពុកម៉ែបងប្អូនយើងទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណសូមជម្រាបលាបាទ